ដំណើររឿងកាលពីព្រេងនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខិលឯម្នាក់ទៀតឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគុំនិតដោយឡែកពីគ្នាអាខូចជុះអាចដាក់មួយពាងហើយយកអាចនោះលាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានរីឯអាខិលធ្វើកំបិតមួយផ្លែប៉ុនចង្កឹះអកកំបោដងប៉ិនកដៃស្រោមធំវែងមួយលូកអាខិលស្ពាយកំបិតនោះដើរលក់អាខូចក៏ពុនពាងអាចនោះដើរទៅលក់ដែរអាខិលដើរមកពីនេះអាខូចដើរមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយទិញផ្អករបស់ខ្ញុំទៅពិសាទៅផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាតើតែលក់ដាវមិនដាច់គ្មានលុយឯណាទៅទិញបើខ្ញុំដូរជាមួយដាវនេះព្រមដូរឬទេអាខូចឃើញដាវនេះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ដាវឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការម្ដងចាំហូតកាប់អ្នកឯងកុំប្រញាប់ហូតមើលបើហូតលោម្ដងសោកទៅវិញមិនចុះទេដាវខ្ញុំពូកែណាស់ខ្ញុំស្ដាយរបស់ខ្ញុំបើគុំតែខែនេះក្រមហូបគុំអីក៏ខ្ញុំមិនដូរដែរអាខូចក៏ប្រគល់ពាងអាចទៅឲ្យអាខិលហើយហាមថាអកខ្ញុំក៏ដូចគ្នាដែរដល់ពេលស៊ីចាំបើកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរួយបែងអ្នកទាំងពីរក៏បែកផ្លូវគ្នាទៅដល់ផ្ទះរៀងខ្លួនហើយក៏ទឿនប្រពន្ធថាទៅដាំបាយទៅថ្ងៃនេះអញបានផ្អករីឯប្រពន្ធក៏សួរថាឯងបានផ្អកមកពីណាអាខិលក៏ឆ្លើយថាដូរដាវជាមួយគេហើយគេថាផ្អកចាវនេះឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរជាមួយផ្អកស្ទុះផ្លែតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅចិត្តពាងផ្អកនោះយកកំបិតគោះអាចលាក់នោះបើកឡើងហើយលូកបានមួយក្តាប់ដាក់ផ្កាប់ទៅក្នុងចានសល់នៅក្នុងដៃប៉ុន្មានក៏ដាក់ផ្លាប់ភ្លក់មើលងើបមុខឡើងលើហើយនិយាយថាយីផ្អកចៅអ្វីក៏ស្អុយដូចអាចគ្មានឆ្អឹងគ្មានសាច់ក៏ខ្វាច់ក៏ខ្វក់មាត់ផងយ៉ាងហ្នឹងធ្វើផ្អកត្រីអ្វីក្រែងត្រីពូប្រពន្ធក៏លូកកោរាវរកក្បាលលូកបានពាក់កណ្ដាលអួតចង្អោជាង20វ៉ដឹងជាក់ថាជាអាចមិនមែនជាផ្អកក៏បន្ទោសប្តីឆ្អើមលេបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចអញមួយពាងដូរបានដាវមួយដែរទទួលនឹងខឹងឆ្កែវាច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវនោះលូតដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដកដាវហូតខ្វាច់ឃើញផ្លែដាវនេះខ្លីកំពេចកិច្ចឡើងទៅលើផ្ទះបង្ហាញប្រពន្ធមើលសើចទាំងពីរនាក់សើចហើយប្រាប់ប្រពន្ធថាប្រាជ្ញអានេះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសបានប្រាក់ដោយងាយលុះទៅប្រទះនឹងអាខិលដើរពីនាយសើចពព្រាយនិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាខូចថាអញក៏មកសុំឯងធ្វើជាក្លើដែរហើយក៏សុកចិត្តដើរពីរនាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរុងបូជានៅថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នានៅពេលនោះអាខូចនិងអាខិលក៏ស៊ើបសួរពីអ្នកនៅខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាខូចនិងអាខិលគិតគ្នាថាឯងត្រូវក្លែងសម្បត្តិមួយច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឲ្យមកយកទ្រព្យរួចបន្លំលបចូលដេកក្នុងក្តារមឈូសពីលើខ្មោចសេដ្ឋីស្ដីតនឹងអ្នកឯងមួយក៏ទៅបន្លំដេកដូចគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងត្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម៌កូនចៅតូចធំរវល់តែយំសោកអាខូចដើររកក្រដាស់បានធ្វើសម្បត្តិខ្លែងកាន់ដើរទៅសម្ដែងសូត្រឲ្យគេស្ដាប់ថាសម្បត្តិពីមហាសេដ្ឋីមកប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធរឥឡូវឪពុកជរាហើយកូនអើយចូលកូនទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចោះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់លោកកូនចៅអញ្ជើញទៅហៅទៅសួរលោកចោះបើលោកស្ដីនោះខ្ញុំត្រង់ពិតតែបើលោកស្ងៀមនោះខ្ញុំខ្លែងបញ្ឆោតទេកូនសេដ្ឋីស្ទុះភ្លាមទៅស្រែកហៅឪពុកពុកអាខិលឆ្លើយថាឪពុកបានឲ្យកូនធម៌មកយករបស់ទ្រព្យមែនឬកូនអញឈ្មោះអាខូច
វាមកហើយឬនៅ ទៀនប្រុសមកហើយ មើលយករទេះធំមួយក្របីមួយនឹមទឹមរទេះនោះហើយយកមាសប្រាក់សម្ពុតកែវកងវាល់ផ្ទុកក្នុងរទេះនោះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មានឲ្យវាយកទៅចោះកូនចៅស្រីប្រុសចាញ់ឧបាយកលអាខិលនិងអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅអស្ចារ្យឥឡូវនឹងបើកក្តារឲ្យច្បាស់ចាស់ហាម5ថាមើលមុខខ្មោចមិនបានខ្លាចដេកយប់មកមើលមមាយម្លោះហើយក៏ជឿជាក់យកសម្ពុតអាវស្លៀកពាក់និងកន្ទេលពូខ្នល់ខ្នើយហើយថែមតុកថាសចានល្អអំបិលប្រហុក4ក្រឡអង្ករ4ការុងដាក់ផ្ទុកទៅឲ្យអាខិលអាខូចបង្វិលរទេះយ៉ាងធំជជែកយំទឹកភ្នែកឲ្យដោយខឹងដោយបញ្ឆោតទាំងស្រីទាំងប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេះប្រគល់ឲ្យអាខូចអានោះត្រេកអរក៏ឡើងបររទេះចេញទៅអ្នកទាំងអស់ដែលនៅតែជ្រួលមិនស្រួលក្នុងចិត្តព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយមើលអាយលួចចេញព្រិចរត់តាមទៅបន្តិចក៏ទាន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែតោះឃ្លានបាយបើឈប់ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមកទាន់ប្លន់យកទ្រព្យមួយរទេះបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេខ្លះយកមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលាយជាមួយបាយឲ្យពលស្លាប់អន្តរាយនិងយកទ្រព្យរបស់នោះតែម្នាក់ឯងឯអាមួយទៀតនៅចាំរទេះក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអានោះស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយក៏សុំបាយមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នានោះស្លាប់ឯអាមួយទៀតដើរប្រញាប់ចាប់យកបាយស៊ីមិនដឹងថាមានថ្នាំពុលក៏ពុលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃរទេះរតាទៅជ្រកក្នុងទឹកត្រពាំងដាច់ខ្សែទៀមដេកត្រាំក្នុងទឹកនៅទីនោះទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នោះនៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអរថាឯងអ្នកក្រមិនដែលប្រទះឃើញទ្រព្យសម្បត្តិច្រើនដូចនេះទេដូច្នេះបើលៃលោកយកទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួនតែបើនិយាយអ្វីមិនចេះលាក់នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៍ដើម្បីឲ្យតែសុខខ្លួនគិតហើយទៅដល់ផ្ទះក៏កុហកប្រពន្ធថាអញជូអាចអំបញ្ញមិញមានសត្វក្អែកមួយហើយចេញពីក្តិតតែឯងអាណិតបិទមាត់ឲ្យឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រចៀកគេវាបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក្សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថាមានក្អែក2ហើយចេញពីក្តិតប្តីអញតែឯងកុំមាត់តែម្នាក់ទៀតមិនអត់ទៅប្រាប់គេថែមទៀតថាក្អែក5ប្រាប់លើសតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាតើរឿងដែលគេនិយាយតគ្នានោះមែនឬមិនមែនទូលព្រះបង្គំកុហកប្រពន្ធចង់ដឹងចិត្តត្បិតព្រោះឃើញទ្រព្យច្រើនបុរសនោះក្រាបទូលដោយខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទៅថ្វាយស្ដេចស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលឯពាក់កណ្ដាលទៀតទុក
ធ្វើជាទ្រព្យរបស់រាជការ